រៀបសួរនាងខ្ញុំឈ្មោះពេញស្រីឡានជាគ្រូបន្ទប់ថ្នាក់ទី3កនៃសាលាបឋមសិក្សាលវីដែលមានទីតាំងស្ថិតនៅភូមិលវីឃុំលវីស្រុកបវលខេត្តបាត់ដំបងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកមេរៀនទី12គណិតវិទ្យាប្រភាគខ្លឹមសាររងប្រភាគតូចជាងឯកតាក្នុងមេរៀននេះដែរមានគោលបំណងធ្វើឲ្យសិស្សមានស្មារតីប្រុងប្រយ័ត្នក្នុងការបង្ហាញពីប្រភាគតូចជាងឯកតាតាំងឲ្យមួយផ្នែកនៃវត្ថុមួយក្រុមបានយ៉ាងត្រឹមត្រូវចូលរៀនកូនចាអរគុណកូនតោះកូនតែដៃកុមារ3ល្អកុមារ3ល្អមានន័យដូចម្ដេចកូនចាអរគុណកូនកុយចចាប្រធានថ្នាក់ថ្ងៃនេះតើមានមិត្តភ័ក្ដិយើងឈប់សម្រាកដែរឬទេកូនអ្នកគ្រូវត្តមាន3នាក់ស្រីម៉ានអ្នកដែរកូនស្រី2នាក់5នាក់ចាអរគុណកូនកុយចអរគុណអ្នកគ្រូកូនទាំងអស់គ្នាមុននឹងមកសាលាតើកូនបានងូតទឹកសម្អាតខ្លួនកាត់ក្រចកដៃជើងហើយឬនៅកូនតើកូននៅដៃលើទឹកអ្នកគ្រូសុំមើលក្រចកកូនបន្តិចមើលកូនចាឃើញថាស្អាតបាតទាំងអស់គ្នាសក់ក្បាលគឺស្អាតទាំងអស់គ្នាចាល្អណាស់កូនកូនតើពីម្សិលមិញអ្នកគ្រូបានដាក់កិច្ចការផ្ទះឲ្យពួកយើងដែរឬទេកូនកូនបានធ្វើហើយណាកូនឥឡូវនេះសូមកូនយកចេញមកដើម្បីផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូចាយកกระดาษចេញមកទាំងអស់គ្នាមកកូនតោះកូនទាំងអស់គ្នាកិច្ចការផ្ទះអ្នកគ្រូឲ្យកូនគូសញ្ញាគ្រីក្នុងប្រអប់ចំពោះលេខចែកដាច់នឹង3និងគូសញ្ញាខ្វែងក្នុងប្រអប់ចំពោះលេខមិនចែកដាច់នឹង3អូនគូសញ្ញាគ្រីឬសញ្ញាខ្វែងហើយឬនៅកូនចាឥឡូវអូនមកចំណុចក180ចែកដាច់នឹង3 180អូនត្រូវបូកចំនួនលេខតើចំនួនលេខនោះចែកដាច់នឹង3ដែរឬទេតោះអូនបូកជាមួយអ្នកគ្រូ1បូក8 9បូក0យើងគូសញ្ញាអ្វីកូនចាល្អណាស់យើងគូសញ្ញាគ្រីអូនមកចំណុចខ8បូក0 8បូកបន្ថែម3ទៀតកូនតើ11ចែកដាច់នឹង3ដែរឬទេចាយើងគូសញ្ញាអ្វីកូនល្អណាស់ឥឡូវអូនមកចំណុចកបន្តទៀត2បូក3ស្មើប៉ុន្មានកូន5បូកបន្ថែម6តើ11ចែកដាច់នឹង3ដែរឬទេតើអូនគូសញ្ញាអ្វីកូនចាត្រឹមត្រូវអូនមកចំណុចខកូន7បូក3ស្មើប៉ុន្មានកូន10យើងបូកបន្ថែម2ទៀតតើ12ចែកដាច់នឹង3ដែរឬទេយើងគូសញ្ញាអ្វីកូនចាល្អណាស់ចឹងអូនបានគូសញ្ញាឲ្យអ្នកគ្រូហើយឬនៅកូនចឹងអ្នកគ្រូសូមប្រមូលកិច្ចការរបស់អូនដើម្បីយកមកកែកូនមានចាំទេកាលពីម្សិលមិញតើគណិតវិទ្យាយើងសិក្សាអំពីអ្វីកូនចាល្អណាស់កូនគឺមួយចំនួនចែកដាច់នឹង3ឥឡូវអ្នកគ្រូមានសំណួរសួរកូន
ta ចំនួនអ្វីខ្លះដែលអាចចែកដាច់នឹង3អ្នកគ្រូសូមចាប់ឈ្មោះកូនកុសលវិស័យបាទអ្នកគ្រូមួយចំនួនចែកដាច់នឹង3កាលណាផលបូកនៃចំនួននោះចែកដាច់នឹង3ចាល្អណាស់វិស័យអង្គុយចោះកូនអរគុណអ្នកគ្រូចាវិស័យឆ្លើយថាមួយចំនួនចែកដាច់នឹង3កាលណាផលបូកនៃចំនួននោះចែកដាច់នឹង3គីកែវសុមាវតី ចាអ្នកគ្រូមួយចំនួនចែកដាច់នឹង3កាលណាផលបូកនៃចំនួននោះចែកដាច់នឹង3ចាល្អណាស់វតីអង្គុយចោះកូនអរគុណអ្នកគ្រូកូនទាំងអស់គ្នាតើវតីនិងវិស័យឆ្លើយបានត្រឹមត្រូវដែរឬទេកូនចាត្រឹមត្រូវមួយចំនួនចែកដាច់នឹង3កាលណាផលបូកនៃចំនួននោះចែកដាច់នឹង3ចាឥឡូវនេះឃើញថាកូនចាំមេរៀនចាស់បានគ្រប់គ្នាថ្ងៃនេះតើកូនចង់សិក្សាមេរៀនថ្មីដែរឬទេកូនចាបើចង់ឥឡូវនេះសូមកូនតាមដានជាមួយអ្នកគ្រូទាំងអស់គ្នាចានេះសូមកូនសង្កេតមើលជាមួយអ្នកគ្រូមានក្រដាសមួយកូនមើលទាំងអស់គ្នាតើក្រដាសនេះរាងជាអ្វីកូនចាឥឡូវចាំមើលតើអ្នកគ្រូធ្វើអ្វីជាមួយនឹងក្រដាសរាងជាការ៉េឥឡូវនេះអ្នកគ្រូនឹងបត់ក្រដាសនេះជា2ចំណែកស្មើគ្នាកូនចាំមើលទាំងអស់គ្នាចាអ្នកគ្រូបាត់វាជាប្រមាណចំណែកកូនឥឡូវនេះអ្នកគ្រូសុំសរសេរលេខ2សិនណាកូនបាត់វាជា2ចំណែកសរសេរលេខ2មួយសិនតោះឥឡូវចាំមើលអ្នកគ្រូធ្វើអ្វីបន្តជាមួយក្រដាសនេះទៀតកូនចាំសង្កេតមើលបន្តតើឥឡូវនេះអ្នកគ្រូឆោតវាយកប្រមាណចំណែកដែរកូនចាល្អណាស់កូនអ្នកគ្រូបានឆោតវាយកមួយចំណែឥឡូវកូនចាំមើលអ្នកគ្រូឆោតនៅលើក្តារខៀនឲ្យកូនមើលចាអញ្ចឹងអ្នកគ្រូឆោតយកមួយចំណែកអ្នកគ្រូសរសេរលេខប៉ុន្មានកូនចាអ្នកគ្រូសរសេរលេខ1ហើយឥឡូវកូនសូមមើលបន្តទៀតរកបាននៅចំកណ្ដាលចាតោះឥឡូវកូនមើលតើលេខ1ដែលអ្នកគ្រូឆោតយកហ្នឹងគេហៅថាអ្វីកូនតោះអូនណាឆ្លើយឲ្យអ្នកគ្រូបានអ្នកគ្រូសុំចាប់ឈ្មោះកូនសុកសិទ្ធផាត់សនចាអ្នកគ្រូលេខ1គឺជាភាគយកចាល្អណាស់ផាត់សនអង្គុយចោលផាត់សនឆ្លើយបានត្រឹមត្រូវទេកូនចាលេខ1គឺជាភាគយកឥឡូវអ្នកគ្រូមានលេខនៅខាងក្រោមនេះលេខប៉ុន្មានកូនតើលេខ2ហ្នឹងគឺជាអ្វីតោះអ្នកគ្រូសុំឲ្យអូនឆ្លើយអាចចម្រងប្រៀបអ្នកគ្រូលេខ2គឺជាភាគបេចាអរគុណចម្រងអង្គុយចោះកូនអរគុណអ្នកគ្រូចាបន្ទាប់ពីចម្រងឆ្លើយរួចមិត្តភ័ក្តិយើងទាំងអស់គ្នាសូមមើលទៅលើក្តារខៀនតើចម្រងឆ្លើយបានត្រឹមត្រូវដែរឬចាលេខ2គឺជាភាគបែងឥឡូវកូនមើលទៀតនេះរបៀបដែលនៅចំកណ្ដាលដែលគ្រូគូសចំកណ្ដាលនេះតើគេហៅថាអ្វីកូនតោះឥឡូវគ្រូសុំចាប់ឈ្មោះហៅមិត្តភ័ក្តិយើងឆ្លើយផែនផាន់ម៉ៃចាអ្នកគ្រូរបៀបនៅចំកណ្ដាលគឺជារបៀបប្រភេទចាល្អណាស់ផាន់ម៉ៃអង្គុយចោះកូនឥឡូវទាំងអស់គ្នាចាំមើលផាន់ម៉ៃឆ្លើយបានត្រឹមត្រូវដែរឬទេតោះចាតើផាន់ម៉ៃឆ្លើយត្រឹមត្រូវទេកូនចារបានៅចំកណ្ដាលគេហៅថារបាប្រភាគឥឡូវកូនចាំមើលទៀតកូនតោះនេះតើ1ភាគ2នេះគេហៅថាអ្វីកូនចាំមើលណាកូន1ភាគ2នេះគេហៅថាអ្វីគូសូមឲ្យមិត្តភ័ក្តិយើងឆ្លើយបន្តទៀតកូន
ទីធី cho rèm nè rồi mua thiệt đi cứ chia bỏ nghe ចាល្អណាស់ធីអង្គុយចមួយភាគ2គឺជាប្រភេទគឺជាចម្លើយត្រឹមត្រូវចាឥឡូវអូនមកបន្តទៀតភាគយកមានន័យប៉ុន្មានកូនលេខ1ចាប់ភាគ3មានន័យប៉ុន្មានដែរកូនចាកូនអូនមកបន្តទៀតតើភាគយកនៅទីនេះតូចជាងឬធំជាងភាគបែងកូនចាល្អណាស់កូនអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលើកយកមេរៀនថ្មីប្រភេទតូចជាងឯកតាមកបង្រៀនកូនកូនទាំងអស់គ្នាចាអូនចាំតាមដានមើលកូនចានេះជាមេរៀនថ្មីរបស់យើងមេរៀនទី12មេរៀនទី12ប្រភេទខ្លឹមសារមេរៀនប្រភេទតូចជាងឯកតាឥឡូវនេះអ្នកគ្រូនឹងអានចំណងជើងមេរៀនឲ្យកូនទាំងអស់គ្នាស្ដាប់គណិតវិទ្យាមេរៀនទី12ប្រភេទខ្លឹមសារមេរៀនប្រភេទតូចជាងឯកតាតោះឥឡូវនេះកូនទាំងអស់គ្នាក្តាប់ឈរអានចំណងជើងជាមួយអ្នកគ្រូកូនអង្គុយចោះកូនចាកូនឥឡូវនេះអ្នកគ្រូមានផ្លែឈើចែកជូនកូនទាំងអស់គ្នាតោះឥឡូវកូនមើលតើផ្លែនេះជាផ្លែអ្វីកូនកូនចង់បានអត់កូនឥឡូវនេះអ្នកគ្រូនឹងចែកជូនកូនម្នាក់ចំនួន3គ្រាប់ចាតោះឥឡូវកូនចែកគ្នាកូនម្នាក់ចំនួន3គ្រាប់ណាកូនតោះម្នាក់អូនយក3គ្រាប់កូនប្រហែលគ្រាប់ដែរកូនចា3គ្រាប់ទាំងអស់គ្នាឥឡូវនេះអ្នកគ្រូសុំអម្នាក់ក្លាហានឡើងមកចែកចំណាយពេញប៉ោះជាមួយអ្នកគ្រូតោះអូនណាក្លាហានកូនគ្រូសុំរស្មីតោះឡើងមកកូនឥឡូវអូនតម្រៀបពេញប៉ោះអូនដាក់នៅលើតុរៀងខ្លួនហើយសូមអូនត្រៀមក្តារឈ្នួនសម្រាប់ធ្វើការកត់ត្រាទុកតើអ្នកគ្រូយកពេញប៉ោះប៉ុន្មានហើយពេញប៉ោះសរុបយើងមានចំនួនប៉ុន្មានចាកូនទាំងអស់គ្នាយកក្តារឈ្នួនកូនចេញមកដើម្បីត្រៀមកត់ត្រាទុកចាតោះតម្រៀបពេញប៉ោះលើតុឲ្យស្អាតកូនយកក្តារឈ្នួនចេញរួចរាល់ហើយឬនៅកូនចាត្រៀមហើយឬនៅកូនចាត្រៀមហើយតោះពេញប៉ោះនៅលើតុរបស់អូនទាំងអស់មានចំនួនប៉ុន្មានផ្លែកូនចាមានចំនួន3ផ្លែតម្រៀបឲ្យស្អាតមកកូនតម្រៀប3ផ្លែចប់គ្នាឲ្យស្អាតឥឡូវនេះសូមអូនធ្វើការយកចេញជាមួយអ្នកគ្រូតោះយកចេញប្រមាណផ្លែកូនចាតោះដកយកចេញ1ផ្លែយកចេញឲ្យឆ្ងាយគ្នាតិចមកកូនតៃវ៉ាន់អូនយកចេញ1ផ្លែចាតោះឥឡូវបោះរស្មីអ្នកគ្រូដកយកចេញឲ្យកូនយកចេញ1ផ្លែហើយនៅកូនមកក្រាយកចេញ1ផ្លែឥឡូវអូនដកពេញប៉ោះ1ចេញចាដកពេញប៉ោះ1ចេញឥឡូវសូមអូនធ្វើការកត់ត្រាទុកតើពេញប៉ោះយកចេញមានចំនួនប៉ុន្មានពេញប៉ោះយកចេញយើងសរសេរជាភាគអីកូន
ចាល្អណាស់សរសេរជាភាយកហើយប៉េងប៉ោះយើងទាំងអស់មានប៉ុន្មានកូនប៉េងប៉ោះទាំងអស់មានប៉ុន្មានផ្លែដែរកូនតើលេខ3យើងសរសេរជាភាគអ្វីកូនចាអរគុណអ្នកស្មៃទៅកន្លែងកូនចាទៅកន្លែងសិនកូនចាឥឡូវនេះអូនធ្វើការកត់ត្រាទុករួចហើយអ្នកគ្រូក៏មានផ្លែប៉េងប៉ោះដូចគ្នាឥឡូវនេះអ្នកគ្រូសូមធ្វើការបិទប៉េងប៉ោះនៅលើក្តារខៀនសិនឥឡូវនេះអូនធ្វើការកត់ត្រាទុករួចហើយអ្នកគ្រូសូមអូនម្នាក់ក្លាហានឡើងមកសរសេរប្រភេទនៅលើក្តារខៀនឲ្យអ្នកគ្រូតោះអូនណាក្លាហានកូនឡើងមកសរសេរមើលតើកូនសរសេរចេញជាប្រភេទបានចំនួនប៉ុន្មានតោះណារ៉ាត់កូនចាអរគុណណារ៉ាត់ទៅកន្លែងកូនកន្លែងកូនចាតោះហ្វឺតរបស់កូនយកទៅកន្លែងតាណារ៉ាត់សរសេរប្រភេទនៅលើក្តារខៀនដោយអ្វីដែលអូនកត់ត្រាទុកដែរឬទេកូន1ភាគ3ចាល្អណាស់កូនឥឡូវនេះសូមអូនយកផ្លែប៉េងប៉ោះទុកសិនកូនអ្នកគ្រូមានក្រដាសចែកជូនកូនទាំងអស់គ្នាតើអ្នកគ្រូមានក្រដាសរៀងអ្វីចែកជូនកូនល្អណាស់អ្នកគ្រូនឹងចែកជូនអូនម្នាក់មួយសន្លឹកតោះកូនទទួលយកក្រដាសមួយសន្លឹកកូនអូនបាត់រួចសូមអូនយកហ្វឺតមកគូសនៅលើក្រដាសកន្លែងស្នាមដែលយើងបាត់បានណាកូនណាចាតោះឥឡូវនេះសូមអូនយកហ្វឺតមកគូសត្រង់នេះកូនតោះអូនគូសនៅលើតុនេះមកខេលីសូមកូនយកហ្វឺតមកគូសត្រង់កន្លែងស្នាមដែលកូនបានបាត់ជា2បន្ទាប់ពីកូនគូសហ្វឺតរួចហើយសូមកូនឆោតយកកូនស្រឡាញ់ផ្នែកខាងលើកូនឆោតយកខាងលើកូនស្រឡាញ់ផ្នែកខាងក្រោមកូនឆោតយកខាងក្រោមតោះកូនចាប់ផ្ដើមឆោតយកទុកតើចំណែកដែលអ្នកគ្រូឲ្យកូនឆោតយកមានប៉ុន្មានចំណែកដែរកូនចាមួយចំណែកតើ
ចំណាយទាំងអស់យើងមានប៉ុន្មានដែរកូនឥឡូវនេះសូមអូនសរសេរជាប្រភេទឲ្យអ្នកគ្រូតោះអូនសរសេរជាប្រភេទឲ្យអ្នកគ្រូកូនសូមអូនម្នាក់ក្លាហានឡើងទៅសរសេរប្រភេទនៅលើក្តារខៀនឲ្យអ្នកគ្រូកូនតោះអ្នកណាក្លាហានដែរកូនអ្នកគ្រូសូមសៀវអ៊ីប្រភេទ1ភាគ2ដោយអ្វីដែលកូនកត់ត្រាទុកដែរឬទេកូនចាល្អណាស់អញ្ចឹងសូមកូនអានប្រភេទជាមួយអ្នកគ្រូ1ភាគ2ចាល្អណាស់កូនឥឡូវនេះសូមកូនយកក្រដាសរាងការ៉េរបស់កូនទុកទាំងអស់គ្នាកូនឥឡូវនេះអ្នកគ្រូមានក្រដាសរាងជាចតុកោណកែងចែកជូនកូនម្នាក់មួយសន្លឹកតោះឥឡូវនេះសូមកូនយកក្រដាសគ្រូមានក្រដាសជារាងចតុកោណកែងហើយកូនមានទាំងអស់គ្នាអត់កូនឥឡូវនេះសូមកូនលើកយកមកតោះអ្នកគ្រូសូមអូនម្នាក់ក្លាហានឡើងមកបាត់ក្រដាសជាមួយអ្នកគ្រូកូនតោះតើអ្នកណាក្លាហានតើសូមដេវីតកូនតោះឥឡូវនេះដេវីតឡើងមកបាត់ក្រដាសជាមួយអ្នកគ្រូអូននៅកន្លែងសូមអូនត្រៀមបាត់ក្រដាសជាមួយអ្នកគ្រូអ្នកគ្រូចង់បត់ក្រដាសនេះជា4ចំណាយតោះឥឡូវសូមមើលមកអ្នកគ្រូកូនចាប់ផ្ដើមបត់ទាំងអស់គ្នាវិស័យតោះចាប់ផ្ដើមចាដំបូងឡើយយើងបត់ជា2ចំណែកឲ្យបានស្មើគ្នាសិនបន្តមកទៀតអូនបត់2ចំណែកនេះចូលគ្នាទៀតចាកូនមើលឲ្យសូមកូនធ្វើតាមអ្នកគ្រូដំបូងកូនត្រូវបាត់ជា2ចំណែកបន្តមកទៀតបាត់2ចំណែកចូលគ្នាទៀតកូននឹងទទួលបានក្រដាសចំនួន4ចំណែកនេះសូមកូនយកហ្វឺតមកគូសកន្លែងស្នាមដើម្បីឲ្យចេញជា4ចំណែកបានច្បាស់តោះចាប់ផ្ដើមគូសកូនសូមកូនយកហ្វឺតគូសឲ្យបាន4ចំណែកឲ្យអ្នកគ្រូជូនអ្នកគ្រូឲ្យឬនៅកូនឆោតយក2ចំណែកឲ្យអ្នកគ្រូទាំងអស់គ្នាឆោតឲ្យស្អាតណាកូនតោះឆោតមកកូនឆោតយក2ចំណែកឲ្យស្អាតចាឆោតដោយប្រុងប្រយ៉ាឆោតឲ្យស្មើគ្នាស្អាតណាកូនឆោតយក2ចំណែកអ្នកគ្រូក៏ធ្វើការឆោតយកជាមួយអូនដែរ
បានចំណាយដែរកូនចឹងសរសេរលេខ2ជាភាគអ្វីកូនចាសរសេរលេខ2ជាភាគយកអូនមើលតើចំណាយរបស់មិត្តភ័ក្តិយើងទាំងអស់មានប៉ុន្មានចំណែកអូនសរសេរលេខ4ជាភាគអ្វីកូនតោះសូមអូនម្នាក់ក្លាហានឡើងសរសេរជាប្រភេទឲ្យអ្នកគ្រូតោះកូនណាគេក្លាហានកូនតោះសូមសៀវលីកូនសរសេរជាប្រភេទឲ្យអ្នកគ្រូអ្វីដែលអូនកត់ត្រាទុកដែរឬទេកូនចាល្អណាស់ចឹងអូនអានប្រភេទជាមួយអ្នកគ្រូ2ភាគ4ចាល្អណាស់កូនឥឡូវនេះកូនបានកត់ត្រាទុករួចរាល់ហើយសូមកូនយកក្តារឈ្មោះរបស់កូនទុកបានកូនតោះហើយសូមកូនមើលសកម្មភាពនៅលើក្តារខៀនតើដោយអ្វីដែលកូនបានធ្វើជាមួយអ្នកគ្រូដែរឬទេកូនកូនមានចាំទេជំហានដំបូងអ្នកគ្រូប្រើប៉េងប៉ោះប្រមាណផ្លែដែរកូនចាឥឡូវនេះសូមកូនមើលទៅលើក្តារខៀនកូនដាក់ដៃលើតុកូនសង្កេតមើលទាំងអស់គ្នាចាតោះចាបន្ទាប់ពីកូនបានដាក់ប្រភេទនៅលើក្តារខៀនរួចរាល់ឥឡូវនេះសូមកូនក្រឡេកមើលរបស់អ្នកគ្រូវិញម្ដងជាដំបូងអ្នកគ្រូមានប៉េងប៉ោះចំនួន3ផ្លែអ្នកគ្រូបានធ្វើការយកចេញ1ផ្លែចាយើងសរសេរជាប្រភេទបានចំនួន1ភាគ3ចាឥឡូវនេះអ្នកគ្រូចាប់ផ្ដើមយកប្រមាណផ្លែចេញកូនយើងសរសេរចេញជាប្រភេទស្មើនឹង1ភាគ3ចាជំហានទី2តើអ្នកគ្រូចែកក្រដាសរៀងអ្វីជូនកូនចាកូនចាំមើលណាកូនចាបន្តមកទៀតអ្នកគ្រូមានក្រដាសរាងជាការ៉េចំនួន1សន្លឹកចែកជូនកូនគ្រប់គ្នាអ្នកគ្រូបានធ្វើការពុះវាជា2ចំណែកបន្តមកអ្នកគ្រូបានឆូតយក1ចំណែកចាអ្នកគ្រូធ្វើការឆូតយក1ចំណែកយើងសរសេរចេញជាប្រភេទបានចំនួន1ភាគ2ឥឡូវបន្តទៀតកូនលើកទី3អ្នកគ្រូបានចែកក្រដាសរាងចតុកោណកែងជូនកូនកូនចាំមើលណាកូនបន្តមកអ្នកគ្រូបានចែកក្រដាសរាងចតុកោណកែងជូនកូនទាំងអស់គ្នាអ្នកគ្រូបានចែកចំណែកចតុកោណកែងជា4ចំណែកស្មើគ្នាបន្តមកអ្នកគ្រូបានធ្វើការឆូតយកចតុកោណកែងចំនួន2ចំណែកអ្នកគ្រូធ្វើការឆូតយកចតុកោណកែងចំនួន2ចំណែកយើងសរសេរចេញជាប្រភេទបានចំនួន2ភាគ4ហើយអ្នកគ្រូដាក់របាប្រភេទយើងបានប្រភេទ2ភាគ4អញ្ចឹងអ្វីដែលកូនបានធ្វើនឹងនៅក្នុងក្តារខៀនតើដូចគ្នាដែរឬទេកូនដូចគ្នាចាល្អណាស់ឥឡូវនេះបន្ទាប់ពីយើងរៀនមេរៀនរួចហើយតើកូនមានចម្ងល់អ្វីដែរទេកូនសូមកូនលើកបានជូនអ្នកគ្រូបើកូនយកច្បាស់សូមលើកបានពណ៌បៃតងបើកូនមិនតាន់យកច្បាស់សូមលើកបានពណ៌លឿងបើកូនមិនយកតតែសោះសូមលើកបានពណ៌ក្រហមតោះសូមកូនលើកជូនអ្នកគ្រូលើកបានតែមួយទេណាកូនឥឡូវអ្នកគ្រូសង្កេតឃើញថាកូនបានយកច្បាស់ទាំងអស់គ្នាព្រោះកូនលើកបានបៃតងជូនអ្នកគ្រូទាំងអស់គ្នាអរគុណច្រើនកូនទម្លាក់ចុះវិញបានចាចឹងនៅពេលដែលយកច្បាស់ហើយអ្នកគ្រូមានសំណួរសួរកូនវិញម្ដងចាតោះឥឡូវសូមកូនចាំមើលសំណួរនៅលើក្តារខៀនអ្នកគ្រូមានសំណួរសួរកូនទាំងអស់គ្នាចាតោះសំណួរគន្លឹះដោយម្ដេចដែលហៅថាប្រភេទតូចជាងឯកតាអ្នកគ្រូសួរម្ដងទៀតកូនសំណួរគន្លឹះដោយម្ដេចដែលហៅថាប្រភេទតូចជាងឯកតាឥឡូវនេះសូមកូនទាំងអស់គ្នាគិតមើលហើយសូមមិត្តភ័ក្តិយើងអានសំណួរឲ្យមិត្តភ័ក្តិយើងស្ដាប់ណាកូនតោះថងខាន់សូឈីង
Chồng riêng nè cừu xóm tua cơm lư đôi mà đây hai tha bọt hiện tôi chiên ai cái ta. con số tranh ông coi chó. Con nè cừu. Cha, to. Ai lâu nế này cừu xong mất phẹ mà nè tiết án sầm nuôi lư ai mất phẹ dân đáp con. Cầm huấn xịp ý. Cha nè cừu xóm tua cơm lư đôi mà đây hai tha bọt hiện tôi chiên ai cái ta. Con xịp ý coi chó. Con nè cừu. Cha, phẹ dọc miên lây phần mán con. Phẹ bài miên lây phần mán con. Ta phẹ dọc nâng phẹ bài dạng mạch đài con. Pan smán hai chlai chú nế. Cửu, cha, xa cất bằng tạch hai pan smán chlai sầm nuôi chú nế. Cửu, tỏ. À là mình rút xong thơ ca chập cho mô nằm bay ai mặt phẹ dân chlai. Môn ra tần ná. Chồng riêng nè cừu ôn dòng kê khơi tha lê hiện vô tôi chiên ai cái ta. Cha, con ra tần ná coi chó. Con nè cừu. Ra tần ná ban chlai tha phẹ dốc tôi chiên ai cả ta. À lời nế này cửu xong ai mặt phẹ dân mà nè tiết chlai. Ta có sẵn kết khơi đặc biệt nà đái con. Có sẵn kết khơi dạng nà đái xong mặt phẹ dân mà nè tiết. Phên thành máy. Chồng riêng nè cừu ôn dòng kê khơi tha hiện vô tôi chiên hiện bánh. Cha, con phàn máy coi chó. Con nè cừu. Cha, chầm lai rồi bó ra tần ná có chlai tha phẹ dốc tôi chiên ai cả ta. Chầm lai rồi bó phàn máy có chlai tha phẹ dốc tôi chiên phẹ bài. Chẳng ôn chăm mơ, ta chầm lai rồi bó mặt phẹ dân mùi ná trắm. Trầu, con chăm mơ thằng ác này này kêu miên bánh nhạt chun con. Cha, tỏ. Ai lâu này này kêu miên bánh nhạt chun con, này kêu nâng an này con stạp. Bánh nhạt, bỏ phẹ tôi chiên ai cả ta, cứ chia bỏ phẹ đại miên phẹ dốc tôi chiên phẹ bài. Này kêu xong ai mà đong tiết con. Bánh nhạt, bỏ phẹ tôi chiên ai cả ta, cứ chia bỏ phẹ đại miên phẹ dốc tôi chiên phẹ bài. Và ta bị khơi bánh nhạt hỏi, ta con ai chlai bàn tế, ta chầm lai rồi bó ra tần ná nâng phăn máy môi ná trầm trầm. Và ta bị khơi bánh nhạt rồi hỏi, ta ôn ai chlai bàn tế tha. Rồi viên ra tần ná nâng phăn máy môi ná trầm trầm con. Cha, thôi dầm mày chun phăn máy con. Cha là ôn ná con. Chẳng ra tần ná ôn cai xâm rô mình tịch ná con. Phẹ dốc tôi chiên phẹ bài mình mến phẹ dốc tôi chiên ai cả ta tê con. Tao, ai lâu ní xong con krắc chô an bánh nhạt ai nè cửu con. Cha là ôn ná con đừng coi cho con. Cha, ai lên ý này cái rốt xóm thôi ca bật chân bánh nhạt chung con là lớn đá. Thì ai lên đi. Ta bật con vô mê riêng của bà hai này cái rốt mình ca gây krống chai chung con á. Cái này cha. Ôn sơ xe thả krong tí bì. Ta tụi tụi bán hai con tộc săn con. Này krong tí 3 con đã mua phong krong tí 3. Krong tí 4 con. Châu krong ná. Con. Krong tí 5 con. Sơ xe châu krong tí 5. Con krong tí 6. Con krong tí 7 con thằng một nít krong tí 7 ná. Thằng cái krong tí 7 to. Krong tí 5. To con to. Ai lên ấy xong krong tặng ác nè tè đai môi. 2 3. Cha là na con xong mơ mà lơ cái đá khiên tặng ác nè. Tao cho krong 22 con mơ mà lơ cái đá khiên. Thì cái xong còn dối. Ca nghe krong chun con to.
ក្រុមได้ទទួលបានផ្លែម្រះជាមួយនឹងផ្លែប៉ោមសូមកូនសរសេរជាប្រភេទឲ្យបានត្រឹមត្រូវជូនអ្នកគ្រូតោះបន្តមកទៀតក្រុមទទួលបាននំខេកជាមួយនឹងការ៉េមសូមកូនធ្វើការសរសេរជាប្រភេទឲ្យបានត្រឹមត្រូវជូនអ្នកគ្រូចាប់ផ្ដើមធ្វើកូនតោះក្រុមតែដៃជូនអ្នកគ្រូសរសេរឲ្យខុសតិចមកសរសេរឲ្យខុសតោះពេលកូនធ្វើហើយសូមកូនតែដៃជូនអ្នកគ្រូតំណាងក្រុមនីមួយឡើងមករាយការណ៍ជូនអ្នកគ្រូនៅលើក្តារខៀនតោះកូនតោះតំណាងក្រុមចេញមកកូនជាមួយអ្នកគ្រូក្រុមដែលទទួលបានផ្លែម្រះតើគាត់សរសេរជាប្រភេទបានចំនួនប៉ុន្មាន1ភាគប៉ុន្មានកូន1ភាគប៉ុន្មានកូនចាក្រុមទទួលបានផ្លែប៉ោមសរសេរជាប្រភេទបានប៉ុន្មានដែរកូនក្រុមទទួលបាននំខេកតើសរសេរជាប្រភេទបានប៉ុន្មានដែរកូនក្រុមទទួលបានការ៉េមគាត់សរសេរជាប្រភេទបានប៉ុន្មានដែរកូនឥឡូវនេះសូមកូនធ្វើការផ្ទៀងផ្ទាត់ទៅតាមក្រុមនីមួយនេះមួយអូនមើលក្រុមទី1សូមកូនលើកឲ្យស្អាតតិចមកកូនចាគាត់សរសេរផ្លែម្រះ1ភាគ2គាត់សរសេរផ្លែប៉ោម2ភាគ4តើត្រឹមត្រូវដែរឬទេសូមកូនមើលកូនផ្លែម្រះ1ភាគ3ទៅត្រឹមត្រូវក្រុមទី1គាត់សរសេរ1ភាគ2តើត្រឹមត្រូវដែរឬទេកូនលើកបានអ្វីជូនគាត់កូនលើកបានអ្វីជូនគាត់កូនចាលើកបានពណ៌ក្រហមធ្វើយ៉ាងម៉េចចំពោះក្រុមទី1កូនតើធ្វើយ៉ាងម៉េចចំពោះក្រុមទី1កូនចាក្រុមទី1កែសម្រួលបន្តិចណាកូន1ភាគ3ទៅត្រឹមត្រូវតោះចូលដល់ក្រុមទី2រូបភាពនំ3ភាគ4រូបភាពការ៉េម2ភាគ5ត្រឹមត្រូវដែរឬទេកូនលោកបានអ្វីជូនក្រុមទី2លោកបានអ្វីជូនក្រុមទី2កូនធ្វើយ៉ាងម៉េចចំពោះក្រុមទី2ចាល្អណាស់កូនចូលដល់ក្រុមទី3ផ្លែម្រះគាត់សរសេរ1ភាគ3ផ្លែប៉ោមគាត់សរសេរ2ភាគ4តើត្រឹមត្រូវដែរឬទេលោកបានពណ៌អ្វីជូនគាត់ធ្វើយ៉ាងម៉េចចំពោះគាត់កូនក្រុមទី4រូបភាពនំគាត់សរសេរ3ភាគ4រូបភាពការ៉េមគាត់សរសេរ2ភាគ5តើត្រឹមត្រូវដែរឬទេលោកបានពណ៌អ្វីជូនគាត់កូនលោកបានពណ៌អ្វីជូនគាត់ធ្វើយ៉ាងម៉េចចំពោះគាត់កូនចាឥឡូវអូនមកក្រុមទី5រូបផ្លែម្រះ1ភាគ3រូបផ្លែប៉ោម2ភាគ4តើគាត់សរសេរត្រឹមត្រូវដែរឬទេលោកបានពណ៌អ្វីជូនគាត់ចាធ្វើយ៉ាងម៉េចចំពោះគាត់កូនសូមចូលដល់ក្រុមទី6កូននំខេក3ភាគ4ការ៉េម2ភាគ5តើគាត់ធ្វើបានត្រឹមត្រូវដែរឬទេលោកបានពណ៌អ្វីជូនគាត់កូនធ្វើយ៉ាងម៉េចចំពោះគាត់កូនចូលដល់ក្រុមទី7ផ្លែម្រះ1ភាគ3ផ្លែប៉ោម2ភាគ4តើត្រឹមត្រូវដែរឬទេកូនធ្វើយ៉ាងម៉េចចំពោះគាត់កូនចាក្រុមទី8នំខេក3ភាគ4ការ៉េម2ភាគ5ត្រឹមត្រូវដែរឬទេកូនលើកបានពណ៌អ្វីជូនគាត់ធ្វើយ៉ាងម៉េចចំពោះគាត់កូនចាល្អណាស់តោះឥឡូវនេះ
សូមអរគុណកូនអាចជើញទៅកន្លែងវិញបានកូនតោះទុកបានជូនអ្នកគ្រូចាបន្ទាប់ពីរៀនមេរៀនរួចអ្នកគ្រូមានសំណួរសួរអូនតើថ្ងៃនេះគណិតវិទ្យាយើងសិក្សាអំពីអ្វីកូនថងខានសូឈីង សូមរៀនអ្នកគ្រូថ្ងៃនេះយើងរៀនមេរៀនទី12ប្រភេទតូចជាងឯកតាចាអរគុណសូឈីងអង្គុយចោល អរគុណអ្នកគ្រូ អូនតើសូឈីងឆ្លើយបានត្រឹមត្រូវដែរឬទេត្រូវចាថ្ងៃនេះយើងសិក្សាអំពីអ្វីកូនចាសិក្សាអំពីប្រភេទតូចជាងឯកតាឥឡូវនេះអ្នកគ្រូមានល្បែងសិក្សាជូនអូនអូនចង់លេងទេកូនបើចង់លេងសូមអូនត្រៀមក្តារឈ្នួនចឹងយើងចាប់ផ្ដើមលេងល្បែងសិក្សាយើងថ្ងៃនេះមានឈ្មោះថាតុក្កតាកុំណាត់ចឹងអ្នកគ្រូប្រកល់តួនាទីអ្នកគ្រូជូនទៅដល់តុក្កតាអ្នកគ្រូឈប់និយាយណាកូនសូមកូនស្ដាប់តុក្កតាវិញម្ដងឥឡូវចាប់ផ្ដើមបានណាកូនចាចាំមើលណាកូនណាពេលលើកសូមកូនប្រើដៃស្ដាំទប់ក្តារលើកឲ្យស្រោះគ្នាកូនអ្នកគ្រូប្រាប់កូនថាពេលលើកប្រើដៃអីគេកូនចាតោះឥឡូវនេះអ្នកគ្រូមានក្តារឈ្នួន2បង្ហាញអូនទាំងអស់គ្នានេះជាក្តារឈ្នួនរបស់មករានេះជាក្តារឈ្នួនរបស់សៀវអ៊ីតើមួយណាត្រឹមត្រូវចម្លើយរបស់យើងឃើញប៉ុន្មានកូនចាចាំមើលចម្លើយរបស់យើងគឺ2ភាគ4ចុះមករាគាត់ទៅសេបានត្រឹមត្រូវដែរឬទេកូនកូនធ្វើយ៉ាងម៉េចចំពោះមករាធ្វើយ៉ាងម៉េចចំពោះសៀវអ៊ីកូនចាមករាសូមកូនកែចម្លើយបានត្រឹមត្រូវកូនចាចម្លើយត្រឹមត្រូវគឺ2ភាគ4ចាមករាសូមកែចម្លើយកូនចាតោះចម្លើយត្រឹមត្រូវរបស់យើងគឺ2ភាគ4ឥឡូវនេះអ្នកគ្រូមានល្បែងសិក្សាមួយទៀតជូនកូនទាំងអស់គ្នាសូមកូនលុបក្តារឈ្នួនកូនចេញសិនកូនត្រៀមសរសេរចម្លើយមួយទៀតចាតោះឥឡូវនេះដល់ពេលដែលកូនត្រូវស្ដាប់តុក្កតាទៀតហើយកូនទាំងអស់គ្នាតោះមើលទៅលើក្តារខៀនជាមួយអ្នកគ្រូឥឡូវនេះសូមកូនស្ដាប់ណាចាម្ដងកូនណាចាកូនអាចឆ្លើយសំណួរមកបានអត់សំណួរទៅហើយសំណួរពីបានកូនមិនចេះឆ្លើយទេប៉ុន្តែកូនអាចសួរមិត្តភក្តិកូនបានតាកូនខ្លាចជាមិត្តភក្តិកូនគេមិនប្រាប់កូនហ្នឹងណាមិត្តភក្តិកូនគឺជាមនុស្សល្អគេក៏គាត់ទៅដល់កូនជាមិនខានទេកូនហើយអញ្ចឹងមកសួរកូនអត់ចាំកូនសួរតែកូនអត់ទីតោះឥឡូវកូនឆ្លើយចម្លើយណាចាឲ្យណាកូនល្អណាស់កូនសូមលើកបង្ហាញអ្នកគ្រូឲ្យស្រោះគ្នាមកកូនលើកឲ្យស្អាតមកកូនចាលើកឲ្យស្អាតមកកូនមក
តោះសូមកូនលើកឲ្យស្អាតបង្ហាញអ្នកគ្រូទាំងអស់គ្នាគិរីលើកដូចមិនដេចដែរកូនចាតោះឥឡូវនេះអ្នកគ្រូមានក្តារឈ្នួន2ចម្លើយរបស់น้องហ្វុន6ភាគ4និងចម្លើយរបស់វត្តៃ4ភាគ6ឥឡូវកូនសូមកូនមើលទៅលើក្តារខៀនតើមួយណាត្រឹមត្រូវកូនធ្វើយ៉ាងម៉េចជូនវត្តៃน้องហ្វុនក៏សរសេរ6ភាគ4ត្រឹមត្រូវដែរឬទេធ្វើយ៉ាងម៉េចចំពោះน้องហ្វុនកូនចាน้องហ្វុនស៊ូកែឡើងវិញកូន4ភាគ6ទៅត្រឹមត្រូវចាអរគុណកូនសម្រាប់ការចូលរួមលេងល្បែងសិក្សាជាមួយអ្នកគ្រូសូមកូនយកក្តារឈ្នួនទុកវិញទាំងអស់គ្នាកូនសូមកូនយកសៀវភៅចេញមកដើម្បីសរសេរមេរៀនទាំងអស់គ្នាតោះកូនតោះកូនយកសៀវភៅចេញមកដើម្បីសរសេរមេរៀនព្រមជាមួយនឹងកិច្ចការផ្ទះចាកូនតោះឥឡូវនេះកូនយកសៀវភៅចេញមកកូនអ្នកគ្រូនឹងចែកក្រដាសកិច្ចការផ្ទះជូនកូនទាំងអស់បំពេញឈ្មោះសាលាបំពេញថ្ងៃទីបំពេញឈ្មោះរបស់កូនបំពេញភេទស្រីឬប្រុសហើយបន្ទុកទុកឲ្យអ្នកគ្រូជាអ្នកដាក់ជូនកូនកូនសង្កេតមើលលំហាត់ទាំងអស់គ្នាលំហាត់លេខ1ស្ទ្រអឺប៊េរីយើងមានចំនួន4ផ្លែប្រភេទយើងមានចំនួន2ភាគ4សូមកូនគូរង្វង់ស្ទ្រអឺប៊េរីឲ្យអ្នកគ្រូគូរង្វង់ស្ទ្រអឺប៊េរីទៅតាមប្រភេទចាហើយចំណុចទី2អ្នកគ្រូមានផ្លែត្រសក់ចំនួនទាំងអស់6ផ្លែអ្នកគ្រូឆោតយក3ផ្លែចាប់យក3ផ្លែចេញពីក្រុមត្រសក់ចឹងកូនសរសេរជាប្រភេទបានចំនួនប៉ុន្មានប្រភេទទី2អ្នកគ្រូមានផ្លែមង្ឃុតចំនួន8ផ្លែអ្នកគ្រូចាប់យក6ផ្លែចេញពីក្រុមរបស់មង្ឃុតតើកូនសរសេរចេញជាប្រភេទបានចំនួនប៉ុន្មានហើយអ្នកគ្រូនៅមានកិច្ចការស្រាវជ្រាវផ្ញើចូលទៅក្នុងគ្រូបណ្ណាព្យាបាលរបស់កូនគ្រូថ្នាក់ទី3ករបស់យើងណាកូនទៅវិញអ្នកគ្រូនឹងមានកិច្ចការស្រាវជ្រាវមួយទៀតសម្រាប់យកនៅសប្តាហ៍ក្រោយកូនអាចធ្វើបានទេកូនត្រូវយកអ្វីដែលនៅចិត្តខ្លួនកូនដូចជាស្លឹកឈើក៏បានផ្លែឈើក៏បានមកធ្វើជាប្រភេទជូនអ្នកគ្រូហើយកូនត្រូវធ្វើជាប្រភេទតូចជាងឯកតាមានកិច្ចការស្រាវជ្រាវមួយទៀតណាកូនយកនៅសប្តាហ៍ក្រោយអ្នកគ្រូផ្ញើចូលគ្រូបណ្ណាព្យាបាលរបស់កូនអញ្ចឹងកូនអាចទៅរកវត្ថុដែលនៅចិត្តខ្លួនកូនស្លឹកឈើក៏បានផ្លែឈើក៏បានអ្វីក៏បានដែរឬក៏កេះអ្វីក៏បានធ្វើជាប្រភេទតូចជាងឯកតាមកជូនអ្នកគ្រូស្ដាប់បានទេកូនចាទៅផ្ទះវិញសូមកូនធ្វើកិច្ចការផ្ទះនិងកិច្ចការស្រាវជ្រាវជូនអ្នកគ្រូស្ដាប់ដំបូន្មានឪពុកម្ដាយនិងកុំដើរលេងច្រើនពេកណាកូនណាសូមឆ្លើយបាត់ចាស់ឲ្យលឺចាចឹងសូមអរគុណកូនទាំងអស់គ្នាកូនអាចសរសេរមេរៀនបាន